សូមជួយចុច like subscribe share និងផ្ដល់កាដូដើម្បីគាំទ្រដល់កម្មវិធីនេះទាំងនេះពេលនោះយើងបានព្រមព្រៀងគ្នាថានឹងយកវាទាំងអស់គ្នាពេលនេះវាបែកក្បាលអស់ហើយចុះហេតុអ្វីបានជាខ្លាចជាខ្ញុំជំពាក់បំណុលអ្នកទៅវិញគឺផ្អែកលើកិច្ចសន្យានេះឯងកំណត់ត្រាអក្សរខ្មៅនៅលើក្រដាសនេះហើយបើលេងល្បែងឈ្នះគឺចាត់ទុកថាជាកម្មសិទ្ធិរួមរបស់យើងទាំងពីរតែបើចាញ់វាចាត់ទុកថាជាលុយ100,000 លានដែលខ្ញុំឲ្យអ្នកខ្ចីត្រូវសងវិញក្នុងរយៈពេល3ថ្ងៃបើមិនដូច្នេះទេអ្នកត្រូវតែយកហាង Jobase របស់ឯងមកបញ្ចាំឲ្យខ្ញុំពេលចុះហត្ថលេខាលើកិច្ចសន្យានោះអ្នកមិនបាននិយាយបែបនេះទេខ្ញុំមិនខ្វល់ពីអ្វីដែលអ្នកហៅថាពេលនោះទេខ្ញុំទទួលស្គាល់តែអក្សរខ្មៅនៅលើក្រដាសនេះតែប៉ុណ្ណោះឯងគ្មានភ្នែកមើលទេនៅទីនេះគេសរសេរច្បាស់បែបនេះហើយម្យ៉ាងទៀតក៏មានហត្ថលេខារបស់អ្នកនៅទីនេះដែរតើអ្នកគិតថាអាចរត់រួចទេគុំនៅទីនេះនិយាយរឿងឥតប្រយោជន៍ទៀតអីប្រញាប់សងលុយមកបើមិនដូច្នោះទេជួបបោកចែងនេះនឹងคล้ายជារបស់ខ្ញុំប្រញាប់សងលុយមកបើមិនដូច្នោះទេជួបបោកចែងនេះនឹងคล้ายជារបស់ខ្ញុំលោកម្ចាស់លងឈីអ្នកពិតជាថោកទាបណាស់នេះវាជាការបោកប្រាស់សុទ្ធសាធខ្ញុំទុកចិត្តអ្នកខ្លាំងណាស់មិននឹកស្មានថាអ្នកប្រើល្បិចកបែបនេះសោះខ្ញុំមិនបានបង្ខំឲ្យអ្នកចុះហត្ថលេខាទេបើចង់បន្ទោសក៏បន្ទោសភាពល្ងងខ្លាយរបស់អ្នកចុះមិនមើលឲ្យច្បាស់សិនចេះតែចុះហត្ថលេខាកុំនិយាយច្រើនពេកប្រញាប់សងលុយមកឲ្យខ្ញុំវិញភ្លាមលោកពូសិនចំណែកលុយ100,000 លានដែលនៅសល់ពីថ្មមួយដុំនេះខ្ញុំជាអ្នកចេញឲ្យអាភ្ញាក់នេះវាលុយដល់ទៅ100,000 លានណាមិនមែនលុយ100 រៀលឯណាឯងមានលុយសឹងខ្ញុំប្រមានឯងទុកមុនហើយបើគ្មានសមត្ថភាពគ្រប់គ្រាន់ទេកុំចង់មកលូកដៃក្នុងរឿងនេះឲ្យសោះលីហ្វានពូពិតជាអរគុណទឹកចិត្តក្មួយខ្លាំងណាស់តែថ្មដុំនេះមើលទៅជាក់ស្ដែងហើយគឺវាជាថ្មដែលខាតដើមទុនទាំងស្រុងហើយក្មួយនៅក្មេងអនាគតក្មួយនៅវែងឆ្ងាយណាស់ពូអាយុច្រើនហើយយ៉ាងច្រើនណាស់ពូគ្រាន់តែប្រគល់ជូប៉ាវចៃឲ្យវាទៅចុះលោកពាក្យនេះខ្ញុំចូលចិត្តស្ដាប់ណាស់មកប្រញាប់ចុះហត្ថលេខាលើកិច្ចសន្យាផ្ទេរសិទ្ធិនេះទៅលើកនេះលោកត្រូវមើលឲ្យច្បាស់អាចិតចាស់កញ្ចាស់នេះច្បាស់ណាស់ថាវាចង់លេបយកហាងជូប៉ាវចៃJobaseរបស់លោកម្ចាស់បានជាវាបង្កើតល្បិចកមកកេងប្រវ័ញ្ចគាត់ថ្ងៃនេះមានខ្ញុំនៅទីនេះគ្មានថ្ងៃដែលផែនការរបស់ឯងទទួលបានជោគជ័យឡើយលោកកុំតន់អាចចុះហត្ថលេខាអីខ្ញុំមិនមែនចង់ជួយលោកដោយសារតែអាណិតនោះទេទើបសុខចិត្តចំណាយលុយ100,000 លាននេះតែខ្ញុំមើលឃើញតម្លៃពិតប្រាកដនៃដុំថ្មមួយនេះមែនខ្ញុំមានអារម្មណ៍ថាដុំថ្មនេះនៅអាចកាត់បន្តបានទៀតខ្ញុំមិនមែនចង់ជួយលោកដោយសារតែអាណិតនោះទេទើបសុខចិត្តចំណាយលុយ100,000 លាននេះតែខ្ញុំមើលឃើញតម្លៃពិតប្រាកដនៃដុំថ្មមួយនេះមែនខ្ញុំមានអារម្មណ៍ថាដុំថ្មនេះនៅអាចកាត់បន្តបានទៀតលីងហ្វានដុំថ្មមួយនេះខ្ញុំបានហៅអ្នកជំនាញលំដាប់កម្ពុជាជាច្រើនមកពិនិត្យរួចហើយក្រោយពីឃើញការកាត់លើកដំបូងពួកគេសុទ្ធតែណែនាំមិនឲ្យខ្ញុំរក្សាវាទុកឡើយតែបើមើលតាមស្ថានភាពពេលនេះបានតម្លៃដល់ទៅ 5,000 លានក៏វាចាត់ទុកថាហួសស្មានដែរអញហ៊ានដាក់តម្លៃដល់ 10,000 លានឯងច្បាស់ជាខាតរហូតដល់អស់ខ្លួនមិនខានទេអាភ្ញាក់មនុស្សប្លែកខ្ញុំឃើញច្រើនមកហើយតែមនុស្សប្លែកដាច់គេបែបឯងនេះទើបតែជាលើកទី1ដែលខ្ញុំបានជួបដុំថ្មនេះអ្នកណាដែលមានចំណេះដឹងសុទ្ធតែមើលដឹងទាំងអស់ថាខាងក្នុងនោះប្រកាសជាប្រេះបែកខ្ទេចខ្ទីអស់ហើយហ៊ាននិយាយថាដុំថ្មចម្រៃនេះអាចចំណេញពិតជាគួរឲ្យអស់សំណើចណាស់ល្អណាស់អាឡុងឈីយេមិនត្រឹមតែដាក់អន្ទាក់លប៊ូងលោកសិនស៊ូដោយចិត្តណាទេឥឡូវថែមទាំងហ៊ានមកមើលងាយខ្ញុំនៅទីនេះទៀតបើថ្ងៃនេះមិនបង្រៀនមេរៀនខ្លះឲ្យទេកុំស្មានថាខ្ញុំងាយនឹងឲ្យអ្នកបោកប្រាស់តាមចិត្តលោកឡុងឈីយេក្នុងពេលដែលលោកយល់ថាថ្មនេះជាដុំថ្មប្រយោជន៍ចុះលោកហ៊ានភ្នាល់ជាមួយខ្ញុំមួយឈុតដែរឬទេភ្នាល់គ្នា100,000 លានតើលោកយល់យ៉ាងណាដែរលោកគ្រូឆេងក្មេងម្នាក់នេះហ៊ានចេញលុយ100,000 លានដើម្បីមកភ្នាល់ជាមួយខ្ញុំតើថ្មមួយដុំនេះពិតជាមានអាចកំបាំងលាក់ទុកមែនឬលោកឈីយេថ្មមួយដុំនេះខ្ញុំធ្លាប់ពិនិត្យមើលរាប់មិនអស់ដងហើយទោះបីជាសាច់ថ្មមានគុណភាពល្អក៏ដោយប៉ុន្តែស្នាមប្រេះនៅខាងក្នុងវាមិនមែនគ្រាន់តែការកាត់ត្រង់ចំណុចនោះទេវាមានស្នាមប្រេះលាក់កំបាំងច្រើនទៀតខ្ញុំហ៊ានធានាដល់លោកបើកាត់ទាំងស្រុងទៅវាច្បាស់ជាត្បូងរករីច្បងមិនខានតម្លៃដល់ទៅ 1,000 លានក៏មិនដឹងដែរឬតាមយោបល់ខ្ញុំណាអាម្នាក់នោះគ្រាន់តែចេះតែមកខ្លាចត្រឹមតែសម្ដីប៉ុណ្ណោះគឺគ្រាន់តែចង់គំរាមលោកឲ្យខ្លាចប៉ុណ្ណោះអូយ៉ាងនេះសោះតើលោកម្ចាស់ឡុងឈីយេនេះជាអ្នកណាឲ្យប្រកាសចុះទម្រាំតែឲ្យក្មេងកញ្ចាស់ដូចវាមកគំរាមបាននោះតើលោកម្ចាស់ឡុងឈីយេនេះជាអ្នកណាឲ្យប្រកាសចុះទម្រាំតែឲ្យក្មេងកញ្ចាស់ដូចវាមកគំរាមបាននោះអាភ្ញាក់មិនទាន់ដឹងក្តីឲ្យចង់ដាក់ភ្នាល់ជាមួយខ្ញុំមែនទេបើចង់ភ្នាល់ក៏ត្រូវចុះកិច្ចសន្យាឲ្យរួចរាល់សិនទៅនៅក្នុងនោះបានចែងច្បាស់ហើយថាបើមិនអាចរកប្រាក់ 100,000 លានមកសងបានទេត្រូវតែបន្សល់ទុកអវយវៈទាំង4មកហ៊ានដែរឬទេ100,000 លានលោកមើងងាយអ្នកណាគេនឹងយកមកឲ្យខ្ញុំមកខ្ញុំនឹងចុះហត្ថលេខាពូសិនជួយរៀបចំមនុស្សឲ្យដឹកដុំថ្មនេះទៅបន្ទប់កាត់ផងលីងហ្វានអញធ្វើបែបនេះវាប្រថុយប្រឋានពេកហើយពេលនេះនិយាយអ្វីក៏គ្មានប្រយោជន៍ដែរខ្ញុំនឹងចាត់ចែងមនុស្សឲ្យដឹកវាទៅលីងហ្វានទោះជាឯងមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយដុំថ្មនេះក៏គ្មានថ្ងៃកាត់ចេញបានរបស់ល្អដែរប្រសិនបើសំណាងមិនល្អឥឡូវនេះចូលលោកជង្គង់សុំទោសខ្ញុំមកខ្ញុំអាចនឹងយល់ព្រមឲ្យអញសងត្រឹមពាក់កណ្ដាលអញ្ចឹងចាំមើលឲ្យច្បាស់ទៅដុំថ្មនេះពេលកាត់ចេញមកនឹងធ្វើឲ្យឯងបើកភ្នែកមិនរួចជាមិនខានលោកគ្រូយើងចាប់ផ្ដើមទៅកាត់ត្រង់នេះហើយនឹងត្រង់នេះកាត់ចោលឲ្យអស់មកប្អូនប្រុសសម្រាប់ដុំថ្មមួយនេះខ្ញុំនៅតែណែនាំឲ្យអ្នកកាត់តាមស្នាមប្រេះទាំងពីរនេះមកធ្វើបែបនេះទើបវាអាចលក់បានតម្លៃខ្លះកាត់តាមរបៀបរបស់ឯងខ្លាចតែថ្មដុំនេះនឹងខ្លាចជាដុំថ្មគ្មានតម្លៃពេលនេះខ្ញុំអស់បារម្ភហើយវិធីកាត់បែបនេះមើលមួយផ្លែក៏ដឹងថាជាមនុស្សអត់ចេះស្អីសោះគ្រាន់តែជាក្មេងជំនាន់ក្រោយម្នាក់នៅចង់មកលេងល្បិចជាមួយខ្ញុំទៀតលើកនេះមិនឲ្យឯងហិនហោចទេលោកគ្រូឥឡូវនេះខ្ញុំជាម្ចាស់ថ្មដុំនេះត្រូវកាត់បែបណា
ពិតណាស់គឺអាស្រ័យលើខ្ញុំជាអ្នកកំណត់ខ្ញុំបានគូវាសបន្ទាត់រួចរាល់ហើយអ្នកមិនចាំបាច់គិតច្រើនទេគ្រាន់តែកាត់តាមនោះទៅបានហើយអាក្មេងនេះហ៊ានមកធ្វើអួតអាងនៅទីនេះផងខ្ញុំនិយាយដាស់តឿនអ្នកដោយចិត្តល្អទេតែលោកមិនព្រមស្ដាប់ខ្ញុំទេចាំមើលទៅចុះលោកនឹងត្រូវខាតបង់ព្រោះតែការកាត់បែបនេះអាល្អិតខ្ញុំបានប្រាប់ហើយថាកុំកាត់បែបនេះមើលចុះគ្រាន់តែមួយកាំបិតនេះគឺសុទ្ធតែស្នាមព្រះទាំងអស់ថ្មមួយដុំនេះពិតជាគ្មានតម្លៃអ្វីសោះដោយសារតែវិធីសាស្ត្ររបស់លោកលីងហ្វាននេះហើយមែនទេដែលអញថានឹងកាត់បានថ្មដ៏មានតម្លៃនោះសូម្បីតែស្នាមព្រះក៏កាន់តែរីកធំដែរតាមដែលខ្ញុំឃើញនឹងណាអញនិយាយហើយណាប្រញាប់ទេប្រាប់នាំ100,000 លាននឹងថ្លៃធ្នូ100,000 លានទៀតមកឲ្យខ្ញុំបើមិនដូច្នេះទេក៏មិនទោសថាខ្ញុំកាត់ដៃជើងឯងពិតណាស់បើលោកម្ចាស់សិនចង់ជួយសង្គ្រោះវាយកហាងជួបបោចៃរបស់លោកមកដាក់បញ្ចាំឲ្យខ្ញុំវាក៏មិនមែនជារឿងដែលមិនអាចទៅរួចដែរចាស់កញ្ជ្រោងមួយក្បាលនេះវាពិតជាចង់លេបត្របាក់ហាងជួបបោចៃរបស់ប៉ាខ្ញុំមែនប៉ុន្តែមកដល់ដំណាក់កាលនេះក៏គ្មានជំរឿអ្វីផ្សេងទៀតដែរបងលីងហ្វានកុំបារម្ភអីទោះបីជាយើងចាញ់ក្នុងជុំនេះក៏ដោយខ្ញុំជឿជាក់លើបងនឹងអាចត្រឡប់មកឈរជើងបានវិញជាមិនខានប៉ារឿងនេះវាចាប់ផ្ដើមឡើងក៏ព្រោះតែពួកយើងលុយ200,000 លាននេះមិនអាចឲ្យបងលីនហ្វានជាអ្នករ៉ាប់រងម្នាក់ឯងឡើយចុះបើពួកយើងយកហាងជួបបោចៃស៊ីឈីទោះកូនមិននិយាយប៉ាក៏គិតបែបនេះដែរគ្រាន់តែហាងជួបបោចៃមួយសោះបើអាចបដូរយកអនាគតរបស់កូននឹងលីនហ្វានបានវាពិតជាសំនឹងតម្លៃណាស់លីនហ្វានទោះបីជាលើកនេះយើងចាញ់ក៏ដោយតែមិនអីទេដរាបណាយើងនៅមានជីវិតយើងនឹងមានឱកាសខ្ញុំជឿជាក់ថាថ្ងៃណាមួយលោកនឹងអាចត្រឡប់មកឈរជើងបានវិញពូឆានឈីវសេកអរគុណអ្នកទាំងពីរណាស់សម្រាប់ប្តីបាទតែសូមកុំទាន់អស់សង្ឃឹមពេកអីខ្ញុំនៅមិនទាន់ចាញ់នៅឡើយទេការភ្នាល់ពិតប្រាកដទើបតែចាប់ផ្ដើមនៅពេលនេះប៉ុណ្ណោះលិនហ្វេនខ្ញុំគិតថាអញប្រហែលជាឈួតទៅហើយមើលទៅថ្មដែលពេញដោយស្នាមប្រេះបែបនេះអញហ៊ាននិយាយថាអាចកាត់បន្តបានទៀតសូម្បីតែក្មេងក៏ដឹងដែរថាវាជារឿងដែលមិនអាចទៅរួចលោកម្ចាស់ឡងថៃលោកចង់សើចំអកឲ្យពេញចិត្តចុះថ្មដុំនេះគ្រាន់តែដុសខាត់ស្នាមប្រេះនៅពីលើចេញចំណែកដែលនៅសល់នេះសុទ្ធតែជាត្បូងជាតិរ៉ាកុនស្តូនកុំមកគ្រាន់តែរងចាំកាត់វាចេញមកទាំងអស់វានឹងធ្វើឲ្យក្រើកពិធីបុណ្យត្បូងទាំងមូលលីនហ្វានអញចាញ់ហើយនៅនិយាយចង់កាត់មួយកាំបិតទៀតធ្វើអីទោះបីជាឲ្យអញកាត់100 ដងទៀតក៏ដោយក៏មិនអាចផ្លាស់ប្ដូរការពិតដែលថានេះជាត្បូងគ្មានតម្លៃនោះដែរបើចេះគិតគូរប្រញាប់លុយ200,000 លានមកឲ្យលឿនបើមិនដូច្នេះទេក៏មិនទោសខ្ញុំដែលអនុវត្តតាមកិច្ចសន្យាលោកម្ចាស់ឡុងដរាបណាត្បូងរបស់ខ្ញុំនៅមិនទាន់កាត់ចប់ការឈ្នះចាញ់វាមិនទាន់កំណត់ទេមិនត្រឹមតែប៉ុណ្ណោះឥឡូវនេះខ្ញុំចង់បន្ថែមដើមទុនទៀតហ៊ានទទួលលេងទេលោកម្ចាស់ក្នុងគាត់ចង់លេងអញ្ចឹងយើងលេងជាមួយវាដល់ចប់ទៅរាល់ស្នាមកាត់ទាំងអស់លើថ្មមួយដុំនេះសុទ្ធតែស្ថិតនៅក្នុងការវិតម្លៃរបស់ចំណែកស្នាមកាត់ចុងក្រោយនេះក៏ប្រកាសជាមិនខុសដែរក្នុងពេលដែលវាចង់យកលុយមកជូនយើងដល់ដៃតើយើងមានហេតុផលអ្វីត្រូវបដិសេធខ្ញុំក៏គិតបែបនេះដែរសូម្បីតែមនុស្សងងក៏អាចមើលដឹងដែរថាវាមិនអាចបដិសេធទៅទៀតនោះគឺលោកដែលជាអ្នកជំនាញវិតម្លៃត្បូងលំដាប់កម្ពុជាបាននេះខ្ញុំនឹងធ្វើឲ្យលីនហ្វានអាមនុស្សអួតអាងម្នាក់នេះទទួលរងនៅតម្លៃដ៏ឈឺចាប់បំផុតលីនហ្វានអញគិតថាការធ្វើបែបនេះអាចធ្វើឲ្យខ្ញុំខ្លាចអញមែនទេអញគ្រាន់តែចង់ធ្វើត្រាប់តាមអ្នកដទៃតែប៉ុណ្ណោះតើអ្នកចង់លេងបន្តទៀតដោយរបៀបណាខ្ញុំនឹងលេងជាមួយអ្នករហូតដល់ចប់លោកម្ចាស់ឡុងក្រៅពី200,000 លាននេះខ្ញុំនៅមានហាងត្បូង5កន្លែងទៀតបូករួមទាំងទូកកំសាន្តប្រណីតមួយគ្រឿងដែលមានតម្លៃប្រហែល20,000 លានលើកនេះខ្ញុំលេងអស់មុខតើលោកហ៊ានទេបងលីនហ្វានកុំធ្វើបែបនេះអីយើងគួរតែបញ្ឈប់ការខាតបង់ត្រឹមនេះយើងនៅមានឱកាសសាងវាឡើងវិញបើបងដាក់ទ្រព្យសម្បត្តិទាំងអស់ទៅភ្នាល់ទាំងអស់នោះយើងនឹងមិនសល់អ្វីទាំងអស់បងមិនអាចបន្តការភ្នាល់ទៀតបានទេលីនហ្វានខ្ញុំដឹងថាអញចាញ់ហើយមិនសុខចិត្តនោះទេប៉ុន្តែនៅពេលនេះត្រូវតែចេះទប់អារម្មណ៍ចិត្តចង់ចាញ់ចង់ឈ្នះរបស់បងមិនលេងទេមានតែផ្លូវចាញ់ប៉ុណ្ណោះលោកពូឆេនឈីវជឿជាក់លើខ្ញុំចុះចៅហ្វាយឡងអាសត្វកញ្ជ្រោងមួយនេះវាដាក់អន្ទាក់លបួងខ្ញុំថែមទាំងមើងងាយខ្ញុំទៀតតើខ្ញុំអាចអត់អន់ឲ្យវាបានដោយរបៀបណាខ្ញុំដឹងពីអ្វីដែលខ្ញុំកំពុងបារម្ភអីលេងវ៉ែននៅពេលនេះនៅតែមើលទៅដូចជាអ្នកលេងល្បែងដែលកំពុងតែឡប់សិតសល់ហេតុផលត្រឹមតែ3ភាគលេងមានអ្វីត្រូវខ្លាចទៀតហើយបានខ្ញុំយល់ព្រមតាមសំណាក់អ្នកនិយាយពាក្យណាគឺពាក្យហ្នឹងពាក្យណាគឺពាក្យហ្នឹងនិយាយមកមើលទៅបងលីនហ្វានសម្រេចចិត្តរួចហើយពេលនេះមានតែផ្ញើវាសនាលើមេឃហើយលោកគ្រូការកាត់បន្តពីនេះជួយកាត់តាមគំនូសទាំងពីរខ្សែនេះឲ្យខ្ញុំជួយច្នៃវាឲ្យយឺតតាមនេះចាំទុកឲ្យច្បាស់ត្រូវតែច្នៃយឺតកុំឲ្យប៉ះពាល់ដល់សាច់ត្បូងខាងក្នុងថ្មដែលមានស្នាមប្រេះច្រើនយ៉ាងនេះមានអ្វីត្រូវប្រយ័ត្នទៀតគួរតែពុះកណ្ដាលឲ្យចប់ទៅវាឆាប់ការងារជាងត្បូងនាគដ៏កម្រិតធំប៉ុណ្នេះជីវិតនេះបើបានឃើញស្លាប់ទៅក៏មិនស្ដាយក្រោយដែរប្អូនប្រុសប្អូនពិតជាអស្ចារ្យណាស់ថ្មត្បូងកម្រិតអធិរាជបែបនេះមិននឹកស្មានថាអ្នកអាចកាត់វាចេញនេះគឺជាត្បូងរកប្រភេទហ្វូងឡុងដែលកម្រិតបានក្នុងលោកវាមានតម្លៃយ៉ាងហោចណាស់ក៏800,000 លានដែរលីនហ្វានម្នាក់នេះពិតជាមិនធម្មតាមែនមិនចម្លែកទេដែលគេហ៊ានដាក់ប្រាក់បន្ថែមមិនឈប់តាំងពីដំបូងការពិតគេមើលដឹងតាំងពីដំបូងមកម្លេះថានេះជាត្បូងរកគុណភាពខ្ពស់ឃើញទឹកមុខស្លេកស្លាំងរបស់លោកម្ចាស់ឡុងហើយពិតជាសប្បាយចិត្តខ្លាំងណាស់លោកគ្រូឆេនលោកមិនមែនលោកជាអ្នកនិយាយទេថាថ្មមួយដុំនេះគឺជាត្បូងដែលមានគុណភាពល្អបំផុតចុះហេតុអ្វីបានជាពេលនេះវាទៅជាត្បូងរកហ្វូងឡុងដែលមានគុណភាពល្អឥតខ្ចោះបែបនេះទៅវិញលោកម្ចាស់លោកម្ចាស់លោកត្រូវតែពន្យល់ខ្ញុំមកឯងនៅចង់ពន្យល់អ្វីទៀតតែខ្ញុំចំណាយលុយជួលឯងមកធ្វើជាអ្នកប្រឹក្សាយោបល់រឿងត្បូងដុំត្បូងល្អបែបនេះសោះតែអញបែរជាហៅវាថាត្បូងស្ដេចរឿងនេះខ្ញុំមិនលើលោកគ្រូឡងថៃសូមពន្យល់ខ្ញុំមកលោកឡងថៃអ្នកទាំងពីរចង់កាប់ចាក់គ្នាយ៉ាងណាក៏ដោយខ្ញុំមិនខ្វល់ទេតែក្នុងកិច្ចសន្យានេះបានចែងច្បាស់លាស់ហើយប្រាក់ភ្នាល់ជា100,000 លាននេះបើមិនអាចសំបានទេគឺត្រូវតែបន្សល់ទុកដៃជើងរបស់អ្នកនៅទីនេះនៅហ៊ានហៅខ្លួនឯងថាជាអ្នកជំនាញទៀតទាំងអស់នេះគឺព្រោះតែជឿលើលទ្ធផលវិតម្លៃរបស់អ្នកនឹងឯងចំពោះប្រាក់ភ្នាល់នេះយ៉ាងហោចណាស់អ្នកក៏ត្រូវទទួលខុសត្រូវ100,000 លានដែរលោកគ្រូឡងមិនបានទេធ្វើបែបនេះមិនខុសអីនឹងយកជីវិតខ្ញុំនោះទេ
កុំភ្លេចថាគ្រួសាររបស់ឯងនៅតែក្នុងកណ្ដាប់ដៃរបស់ខ្ញុំចង់បានលុយឬចង់បានជីវិតឯងទៅជ្រើសរើសយកទៅលិនហ្វេនលុយ20,000លានដែលនៅសល់នោះខ្ញុំគ្មានទេចង់សម្លាប់ក៏សម្លាប់ទៅតាមតែចិត្តឯងចុះនៅក្នុងទឹកដីឥទ្ធិពលរបស់ខ្ញុំឯងហ៊ានប៉ះសក់ខ្ញុំមួយសរសៃផងលុយ20,000លានដែលនៅសល់នេះខ្ញុំនឹងរំលងវាចោលតើឯងអាចធ្វើអ្វីខ្ញុំកើតចោះចាស់នេះបើពិតជាធ្វើឲ្យគាត់ខឹងមែនកម្លាំងឯងបច្ចុប្បន្នខ្លាចក្រែងមិនសមទេអញចង់រំលងលុយ20,000លាននោះមែនក៏មិនមែនថាមិនបានដែរខ្ញុំឮថាឯងបានប្រមូលទុកត្បូងថ្មគៀវមិនតិចទេបើឯងព្រមឲ្យខ្ញុំចូលទៅរើសមួយដុំតាមចិត្តអីចឹងលុយ20,000លាននេះខ្ញុំអាចនឹងមិនគិតគូររឿងនេះទេខ្ញុំដឹងរួចហើយថាអ្នកមិនហ៊ានធ្វើអ្វីខ្ញុំទេខ្លាំងត្បូងរបស់ខ្ញុំសម្បូរទៅដោយថ្មមានតម្លៃមហាសាលប៉ុន្តែឲ្យតែខ្ញុំរៀបចំវាបន្តិចទោះបីជាអ្នកមានភ្នែកទាបក៏ដោយក៏គុំសង្ឃឹមថានឹងរើបានថ្មល្អនោះដែរបានតាមនឹងចុះលីនហ្វានមុនពេលដែលអ្នកមកដល់ទីនេះខ្ញុំបានឲ្យគេយកថ្មនៅទីនេះទៅបដូរជាថ្មគ្មានតម្លៃទាំងអស់រួចហើយពេលនេះទោះអ្នករើបែបណាក៏ដោយខ្ញុំក៏មិនខ្លាចដែរអាល្អិតរើឲ្យលឿនទៅចាំដល់ពេលអ្នករើរួចប្រាក់ភ្នាល់ 2,000 លានរវាងយើងនឹងត្រូវទូទាត់គ្នាត្រឹមនេះមើលទៅលោកម្ចាស់ឡុងបានរៀបចំគម្រោងការទុកមុនហើយតើថ្មទាំងនេះនៅពីមុខខ្ញុំបានស្មានថាសុទ្ធតែជាថ្មតម្លៃអាល្អិតអញពិតជាសំណាងហើយដែលជួបខ្ញុំមានត្បូងកំណត់ដែលមានតម្លៃដល់ទៅ 5,000 លានតម្លៃ 5,000 លានអាល្អិតឯងនិយាយថាចង់យកថ្មនេះទៅពន្យល់លោកពូសិននោះឬខ្ញុំមិនអនុញ្ញាតឡើយបើមិនកាត់វាចោលនៅទីនេះទេគុំសង្ឃឹមថានឹងអាចយកវាចេញទៅឲ្យសោះទោះបីជាខ្ញុំបដូរថ្មទាំងនេះទៅជាថ្មតម្លៃទាំងអស់ហើយក៏ដោយហើយឲ្យឯងរើតាមចិត្តក៏ដោយតែកុំភ្លេចថាសូម្បីតែទេវតាក៏មិនអាចទីដឹងពីតម្លៃត្បូងដែរខ្លាចតែវាកាត់ចំថ្មមានតម្លៃពិតមែនតែនៅទីនេះក្នុងទឹកដីរបស់ខ្ញុំមិនមែនសម្រេចតាមតែចិត្តខ្ញុំទេចោចាស់ម្នាក់នេះពិតជាគ្មានកេរខ្មាស់មែនយកថ្មតម្លៃមកសងជំនួសវិញលុយ 2,000 លានដែលចាញ់មិនទាន់រាប់ផងសូម្បីតែឱកាសសម្រាប់កាត់ថ្មក៏លោកមិនចង់ឲ្យខ្ញុំដែរមែនទេសំណាងហើយដែលខ្ញុំបានដំណឹងទៅអ្នកជំនាញល្បីក្នុងវិស័យនេះរួចហើយបន្តិចទៀតទោះជាលោកចង់បោកប្រាស់ក៏គ្មានឱកាសដែរក្នុងនៅពេលដែលលោកម្ចាស់ឡុងអញ្ជើញដោយសប្បុរសអញ្ចឹងកាត់វានៅទីនេះតែម្ដងទៅបានអញ្ជើញខាងនេះមនុស្សកំពូតចង់កើបយកប្រយោជន៍ពីដៃឯងគ្មានសមត្ថភាពដល់ថ្នាក់នោះទេលីងហ្វាននិយាយថាថ្ងៃនេះលោកឈ្នះថ្មដ៏ធំមួយដុំពីលោកឡុងហើយចង់កាត់វានៅទីនេះមែនទេខ្ញុំក៏នាំអ្នកជំនាញក្នុងវិស័យនេះមកតាមសូមអញ្ជើញអ្នកជំនាញទាំងអស់ចូលមកមើលឲ្យច្បាស់លីងហ្វានទោះបីជាឯងមានល្បិចក៏បន្តិចបន្តួចក៏ដោយប៉ុន្តែថ្មដែលឯងបានជ្រើសរើសមួយដុំនេះវាគ្រាន់តែជាថ្មតម្លៃដែលខ្ញុំបានត្រៀមទុកឲ្យឯងប៉ុណ្ណោះហើយមនុស្សមកច្រើនម្ល៉េះមកចាំមើលឯងបញ្យល់ចាំមើលពេលកាត់ចេញមកមិនបានការចាំមើលថាឯងនឹងត្រូវខ្មាស់គេចំពោះមុខអ្នកជំនាញទាំងនេះយ៉ាងណាមើលសម្បកក្រៅទៅហាក់ដូចជាធម្មតាពេកហើយពន្លឺចាំងមិនចូលសោះមើលមិនដឹងថានៅខាងក្នុងមានអ្វីឡើយមើលទៅថ្មមួយដុំនេះទំនងជាមិនអីប៉ុន្មានទេលោកលីមិនមែនទេនៅក្នុងបន្ទប់តម្កល់ថ្មរបស់ខ្ញុំពិតជាមានថ្មល្អជាច្រើនបើនៅតែរកមិនឃើញថ្មល្អទៀតនោះមានតែទម្លាក់កំហុសទៅលើភ្នែកអ្នករើសថ្មមួយនេះពិតជាមិនសូវល្អមែនលោកគ្រូខ្ញុំគូបន្ទាត់រួចរាល់ហើយយើងចាប់ផ្ដើមតែម្ដងទៅបានតោះសូមរងចាំបន្តិចលីងហ្វានភ្នែករបស់អញពិតជាមុតស្រួចដូចពាក្យគេនិយាយមែនថ្មមួយដុំនេះសូម្បីតែខ្ញុំក៏មើលមិនដាច់ដែរថាវាមានគុណភាពល្អដល់ថ្នាក់នេះត្បូងលឿងចាក់ពិតគុណភាពខ្ពស់ពិតមែននេះមិនក៏វាទៅជាត្បូងល្អបែបនេះទៅវិញបងលីនហ្វានបងពិតជាអស្ចារ្យមែនអ្នកខ្លះចង់ព្យាយាមបង្កការលំបាកឲ្យបងតែមិននឹកស្មានថាបែរជាជួយឲ្យបងបានត្បូងដ៏មានតម្លៃនេះទៅវិញប៉ុន្តែថ្មពណ៌លឿងបែបនេះទើបតែជាលើកទី1ទេដែលខ្ញុំបានឃើញបងលីនហ្វានតើបងអាចពន្យល់ខ្ញុំបន្តិចបានទេវាជាត្បូងលឿងចាក់ពិតដែលកើតឡើងពីធម្មជាតិពិតឬគេហៅម្យ៉ាងទៀតជាទូទៅវាមានពណ៌ទឹកក្រូចឬពណ៌ទឹកឃ្មុំមួយដុំនេះគឺពណ៌លឿងខ្លាញ់មាន់ដែលមានគុណភាពល្អជាងវាផ្ដល់អារម្មណ៍ថ្លៃថ្នូរនិងមានសភាពរឹងមាំ